ជំរាបសួរដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងខ្ញុំទៀតសម្រាប់បងប្អូនណាដែលត្រូវការបូវីញូនៅក្នុង TikTok របស់យើងចំពោះការបូវីញូផងដែរគឺអត់មានអីពិបាកទេដែលយើងត្រូវគ្រាន់តែត្រូវការ link វីដេអូរបស់យើងប៉ុណ្ណឹងឯងហើយឧទាហរណ៍ថានេះខ្ញុំយកវីដេអូនេះមកបូវីញូហើយខ្ញុំក៏ចូលទៅក្នុងវីដេអូហ្នឹងបន្ទាប់មកនេះខ្ញុំក៏ boost link នៅក្នុង copy link នៅក្នុងវីដេអូហ្នឹងអញ្ចឹងយើងចូលនៅក្នុងវីដេអូហ្នឹងមកខ្ញុំជួយអ្នកប្រហែល2គ្រប់តមកគឺយើងចុចកន្លែង share ពេលដែលយើងចុចកន្លែង share ហើយយើងនឹងឃើញពី copy link ហើយយើងក៏ copy link មកពេលដែលយើង copy link អីហើយជំហានបន្ទាប់នោះគឺយើងត្រូវចូលទៅក្នុង website របស់យើងឬក៏Safari ដើម្បីចូលទៅក្នុង Google ហើយសើចពាក្យថាសបាយអសំអមបងប្អូនសើចពាក្យសបាយអសំអមពីដើមរហូតដល់ចប់ដូចនេះខ្ញុំចឹងមកបន្ទាប់ពីសាច់បែបហ្នឹងហើយបងប្អូននឹងឃើញ website មួយនៅខាងលើគេដែលមានឈ្មោះថាសបាយសំអមជាមួយនឹង logo ហុកតុក្កតាពេលដែលបងប្អូនឃើញwebsite ហ្នឹងហើយបងប្អូនគ្រាន់តែចុចនៅលើ website ហ្នឹងមកពេលដែលយើងចុចនៅលើ website ហ្នឹងហើយមកដល់កន្លែងនេះយើងគ្រាន់តែដាក់ username នេះខ្ញុំគឺមាន username របស់នេះខ្ញុំបន្ទាប់មកទៀតគឺយើងដាក់ passwordបន្ទាប់ពីយើងដាក់ password ហើយគឺយើង login ចូលប្រើប្រាស់ក្នុងការ login នោះផងដែរគឺយើងគ្រាន់តែដាក់ username ហើយ password login ចូលហ្មងទេតែចំពោះបងប្អូនដែលមិនទាន់បានចុចឈ្មោះប្រើប្រាស់ website អាចចុចកន្លែង sign up នៅខាងលើហើយទៅមើលពីរបៀបចុចឈ្មោះប្រើប្រាស់ website នៅក្នុង channel YouTube របស់នេះខ្ញុំដែលនេះខ្ញុំបានផុសវីដេអូមុនហើយពីរបៀបចុចឈ្មោះប្រើប្រាស់ website ហើយបងប្អូនគ្រាន់តែដាក់ username និង email ហើយត្រូវចាំ username ហើយ email នឹងផងទៅព្រោះពេលដែលថ្ងៃក្រោយយើងចង់ចូលbộសេវាកម្មផ្សេងទៀតទៅយើងគ្រាន់តែដាក់ហ្នឹងហើយ login ចូលហ្មងតែបើបងប្អូនងាយភ្លេចទេអាច screenshot ទុកឬក៏ note ទុកក៏បានដែរពេលដែលយើង login ហើយគឺយើងបានមកដល់កន្លែងនេះបងប្អូនឃើញមានក្នុងគេនៅ website របស់នេះខ្ញុំគឺមានទឹកប្រាក់ចំនួនបន្តិចបន្តួចដែរហើយកន្លែងដាក់ប្រាក់គឺនៅកន្លែងសញ្ញាព្រួយខាងលើគេនៅខាងឆ្វេងដៃហ្នឹងហើយបន្តមកទៀតយើងមកមើលកន្លែងboostសេវាកម្មហ្នឹងគឺយើងត្រូវចូលយកសេវាកម្មយើងរកសេវាកម្ម TikTok មកបន្ទាប់ពីយើងរកសេវាកម្ម TikTok ហើយយើងអមមកខាងក្រោមឃើញពាក្យ category ឃើញ cloud មួយនៅខាងក្រោមហ្នឹងគឺយើងចុចនៅលើ cloud ហ្នឹងមកពេលដែលយើងចុចនៅលើ cloud ហ្នឹងហើយយើងអូរមកពាក្យថា TikTok Venue ហើយក៏វាមិនមែនមានតែ TikTok Venue មួយដែរគឺវាមាន TikTok ច្រើនទៀតមាន TikTok like share ឬក៏ TikTok comment អីចឹងទៅគឺវាមានច្រើនក្នុងសេវាកម្ម TikTok ហ្នឹងប៉ុន្តែវីដេអូយើងឯនេះគឺ focus ទៅលើTikTok Venue ចឹងយើង select យក TikTok Venue មកបន្ទាប់ពីយើង select យក TikTok Venue ហើយមកដល់កន្លែង service គឺយើងចុចនៅលើហ្នឹងដើម្បីមើលសេវាកម្មមួយឧទាហរណ៍ថាតម្លៃទី1មានតម្លៃ 0.01 ក្នុង 1000 Venue តម្លៃទី2មានតម្លៃ 0.01 ដូចគ្នាក្នុង 1000 Venue ហើយតាមតម្លៃវានីមួយៗគឺខុសគ្នាបន្តិចតួចអញ្ចឹងបន្ទាប់ពីយើងយកអាហ្នឹងអីហើយគឺយើងមើលសេវាកម្មណាដែលយើងគិតថាសមរម្យដែលយើងគួរយកមកឧទាហរណ៍ថានេះខ្ញុំយកវីដេអូទី1បន្ទាប់មកទៀតគឺយើងមកដល់កន្លែងនេះគឺយើងត្រូវ paste link វីដេអូដែលយើងបាន copy ពីដើមវីដេអូហ្នឹងដាក់ចូល cloud ហ្នឹងមកបន្ទាប់ពីយើងដាក់ link អីហើយមកដល់កន្លែងនេះគឺជាចំនួន view ដែលយើងត្រូវដាក់បងប្អូនអាចដាក់ពីចំនួន100 view ឡើងទៅហើយ1000 view យើងចំណាយធម្មតា 0.010 ទេហើយបន្ទាប់មកទៀតយើងចុច submit នៅខាងក្រោមបន្ទាប់ពីយើងចុច submit ហើយយើងនឹងឃើញលទ្ធផល load ចូលទៅក្នុង TikTok របស់បងប្អូនគ្រាន់តែរងចាំរយៈពេល4ទៅ5នាទីឯងហើយវាលោកវិកាយប័ត្រមកបែបនេះបានន័យថាការបញ្ជាទិញសេវាកម្មរបស់យើងនឹងគឺជោគជ័យរួចរាល់ជាការស្រេចហើយបងប្អូនមានចម្ងល់កន្លែងណាអាច comment នៅខាងក្រោមវីដេអូបានហើយចាំជួបគ្នានៅវីដេអូក្រោយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអរគុណនិងជម្រាបលាបងប្អូនទាំងអស់គ្នា